baជំរាបសួរអ្នកនរគ្នាមុខយើងចាស់តិចហើយខានជួបគ្នាយូរដែរនេះហើយសម្រាប់វីដេអូនេះគឺបាទមកដោះមើលពាក់ព័ន្ធជាមួយនឹងប្រភេទគេហៅថា ethanol នេះគឺសេរីចាស់ដែរទេគេដាក់ថាម៉ាតេបាទម៉ាតេ ethanol នេះក៏ពិតនៅប្រើប្រាស់បានទេប៉ុន្តែខ្ញុំចង់ដោះមើលតើវាជាប្រភេទ ASD ឬក៏ប្រភេទ hard disk ព្រោះយើងស្រាប់ហើយប្រភេទ hard disk បើសិនជាយើងប្រើវា slow ខ្លាំងមែនតើអញ្ចឹងយើងចង់ដឹងគ្រឿងវាលក្ខណៈបែបម៉េចបាទប្រភេទនេះបាទអញ្ចឹងបងប្អូនយើងវីដេអូនេះគឺសម្រាប់ចែកជូនតើអានេះប្រើប្រភេទ hard disk ឬក៏ប្រភេទ SSD តោះមើលបងប្អូនគ្នាអញ្ចឹងអានេះយើងមានសង្វាក់វាបែបនេះបាទអានេះយើងអាចដោះវាបានអាចលិចវាអញ្ចឹងទៅហើយយើងហូតវាមកបាទអានេះយើងអាចនេះបានយើងអាចដោះវាបានអញ្ចឹងបាទដោះវាអញ្ចឹងយើងទុកវាមួយឡែកមកអានេះវាយើងអាចប្រើជាមួយនឹងខ្ចៅបាទខ្ចៅពីរគ្រាប់យើងយកខ្ចៅមកខ្ញុំមានតុលវីសបែបនេះគឺងាយស្រួលដោះមែនតើវាមានមុខច្រើនណាច្រើនអានេះមិនមុខវាទេបាទវាប្រើប្រភេទមុខមូលអានេះបាទនេះអញ្ចឹងយើងធ្វើការដោះវាមកបាទអានេះពិតងាយស្រួលទេយើងចង់ដឹងថាវាប្រើប្រភេទ hard disk ឬក៏ SSD យើងដោះមកនេះងាយស្រួលដោះទេដល់ពីគ្រាប់យើងដឹងហើយបាទនេះសេរីអានេះមើលគ្រាប់ទៀតបាទគ្រាប់ទៀតដោះគ្រាប់ទៀតសិនទាំងអស់វាមាន3គ្រាប់បាទ3គ្រាប់នេះមកហើយនេះយើងធ្វើការដោះយើងអាចប្រើទូលវីសថែមអូអានេះបាទដោះដែរតាអាចប្រើប្រដាប់គាស់បាទប្រដាប់គាស់អានេះអានេះតឹងដែរអូចេញហើយអូអានេះយើងប្រើប្រភេទ hard disk បាទ hard disk វាមានលក្ខណៈបែបនេះអូអានេះប្រើ hard disk សម្រាប់ hard disk ផងដែរក៏បើសិនជាយើងនេះដោះហើយចេញមកយើងអាចធ្វើការដាក់ជាមួយនឹងកុំព្យូទ័រយើងបានតែបញ្ជាក់បន្តិចសម្រាប់ hard disk នេះគឺ slow ខ្លាំងមែនតើបើ recommend គឺយើងអាចប្រើប្រភេទ SSD ដើរលឿនខ្លាំងបាទលក្ខណៈនេះប្រភេទ ethanol យើងដោះអានេះចេញមកវាជាប្រភេទ hard disk ហ្នឹងបាទអានេះក៏ពិត ethanol នេះគឺយើងអាចយកអាហ្នឹងប្រើជាលក្ខណៈកុំព្យូទ័របានបាទដាក់ជាមួយនឹងកុំព្យូទ័រជាត្រាយបានដូចគ្នាដែរបាទអញ្ចឹងវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរមកចែកជូនអ្នកនរគ្នាតើ ethanol ហ្នឹងគេប្រើប្រភេទអីតែបច្ចុប្បន្នស៊េរីឥឡូវគឺគេប្រើ SSD អស់ហើយបាទព្រោះវាដើរលឿនអញ្ចឹងវីដេអូក៏មានតែប៉ុណ្្នឹងឯងអរគុណអ្នកនរគ្នាសម្រាប់ការតាមដាន